លោកគ្រូអេបថងមិនរីរែកនោះទេក្នុងការដាក់ឲ្យអេអាមរីនបថងប្រកួតជាមួយនឹងណាប៊ីលឲ្យតែខាងសង្វិន One Championship រៀបចំជូនបើណាប៊ីលពិតជាគូព្រេងជាមួយអេអាមរីនពិតមែននោះគឺមិនប្រវត្តិនោះទេគូបញ្ជាក់ផងដែរថាអេអាមរីនបថងនឹងត្រូវហោះទៅប្រកួតនៅឯប្រទេសជប៉ុននៅសង្វៀន Knockout ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ពីកីឡាករសញ្ជាតិថៃដេនសយ៉ាមបាននៅថ្ងៃទី6ខែមេសាឆ្នាំ2025បើគឺដើមខែ4តែម្ដងចឹងដេនសយ៉ាមគេសុំសងសឹកអេអាមរីនបថងថែមទាំងដាក់ខ្សែក្រវ៉ាត់ Knockout Red ឲ្យអេអាមរីនបថងដណ្ដើមថែមទៀតផងអញ្ចឹងបើសិនជាអេអាមរីនអាចយកឈ្នះលើកហ្នឹងគឺអាចស្ពាយខ្សែក្រវ៉ាត់មកកាន់ប្រទេសកម្ពុជារបស់យើងបានហើយនឹងអាចមកស្ដារមុខមាត់បាកីឡាករយើងដែលចាញ់នៅទីនោះដូចជាពេជ្រសម្បត្តិនិងឈុតសេរីវ៉ាន់ថងជាដើមអរគុណប្រិយមិត្តយើងសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទ Admin ផនិតលោកគ្រូអេពូថងគិតថាណាប៊ីលនិងកូនប្រុសរបស់លោកមិនអាចជួបគ្នាបានទេបើសិនជាយើងចង់ជួបគេថាយើងនឹងតោងក្លីបតោងល្បីគេបាទលោកគ្រូបានលើកឡើងបែបហ្នឹងក៏ប៉ុន្តែបើសិនជាជួបគ្នាមែនលោកគ្រូមិនមានការរារែកនោះទេក្នុងការដាក់អ្នកទាំងពីរឲ្យជួបគ្នាបាទបងប្អូនយើងអញ្ចឹងបងប្អូនយើងគិតយ៉ាងណាដែរកុំភ្លេចចូលរួម comment នៅខាងក្រោមចុច share ប្រសិនបើចូលចិត្តនៅវីដេអូរបស់ខ្ញុំបាទ Admin ផនិតសូមអរគុណ